បងប្អូនចង់ដឹងអត់ថាតើសៀមត្រូវជួបរឿងអ្វីខ្លះបន្ទាប់ពីកងទ័ពសៀមហ្នឹងគឺបានធ្វើឲ្យប៉ះពាល់ក៏ដូចជាបំផ្លាញទៅដល់សាសនាហិណ្ឌូហើយនិងព្រះពុទ្ធសាសនាចាបើយោងតាមយុទ្ធសាស្ត្រឬនីតិវិធីនៃអន្តរជាតិណាគឺបានคล้ายទៅជាសម្ពាធមួយដ៏ធំដែលធ្លាក់ទៅលើសៀមតែម្ដងបីដូចជាសង្គ្រាមស្រមោលដែលសៀមហ្នឹងពិបាកទប់ទល់បំផុតដូចជាចំណុចទី1ហ្នឹងខូចខាតនៃផ្នែកកេរ្តិ៍ឈ្មោះលើអន្តរជាតិសាសនាជាបញ្ហាអារម្មណ៍ជ្រាលជ្រៅរបស់មនុស្ស1700លាននាក់រស់នៅជុំវិញពិភពលោកបើការថ្កោលទោសពីសាសនិកធ្វើឲ្យសៀមហ្នឹងត្រូវបានមើលឃើញថាមិនគោរពលើសេរីភាពសាសនានិងមិនគោរពឲ្យតម្លៃមនុស្សជាសកលចាចំពោះកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសសៀមដែលជាប្រទេសទេសចរឬសន្តិភាពអាចខូចខាតអញ្ចឹងធ្ងន់ធ្ងរជាទីបំផុតចំណុចទី2ផលប៉ះពាល់នយោបាយនិងការទូតប្រទេសដែលមានប្រជាជនកាន់សាសនាដែលរងផលប៉ះពាល់អាចកាត់បន្ថយកម្រិតទំនាក់ទំនងការទូតគ្រប់គ្រងការរីកគុណសៀមនៅឯ UN ឬវេទិកាអន្តរជាតិអង្គការសិទ្ធិមនុស្សនិងអង្គការសាសនាចាអាចដាក់សម្ពាធបន្ថែមពីលើសៀមនឹងតែម្ដងមិនត្រឹមតែរូបភាពនៃសង្គ្រាមសៀមឈ្លានពានខ្មែរនោះទេអាចចាត់ទុកថាគឺជាការធ្វើឲ្យប៉ះពាល់ដល់នយោបាយនិងការទូតដ៏ធំបំផុតហើយចំណុចទី3ផលប៉ះពាល់នៃសេដ្ឋកិច្ចពាណិជ្ជកម្មមិនភ្លាមទេប៉ុន្តែលក្ខណៈស៊ីជម្រៅឬមួយក៏ជ្រៅចាអ្នកសាសនាខ្លះហ្នឹងគឺអាចអំពាវនាវមិនទៅទេសចរនៅឯប្រទេសសៀមហើយពហិការផលិតផលគឺមិនប្រើប្រាស់ផលិតផលសៀមតែម្ដងឬមួយក៏សេវាកម្មនៃវិនិយោគិនពាណិជ្ជកម្មផ្សេងបីដូចជាសម្លេងមួយដែលបិទដង្ហើមនៃសេដ្ឋកិច្ចរបស់សៀមទាំងមូលតែម្ដងផលខូចខាតពាណិជ្ជកម្មនិងសេដ្ឋកិច្ចបើមានការថ្កោលទោសឬមួយក៏ការរើសអើងចំពោះសៀមគឺពិតប្រាកដណាស់បងប្អូនចាសៀមគឺមិនអាចទប់ទល់ជាប់នោះទេអាលេងភ្លាមតែម្ដងបងប្អូនចំណុចទី4បញ្ហាផ្ទៃក្នុងប្រទេសសៀមគឺបានបង្កភាពតានតឹងចំពោះឬរវាងជនជាតិសាសនាផ្សេងគ្នាអាចជំរុញឲ្យមានការតវ៉ាឬភាពមិនសុខសាន្តបង្កផលប៉ះពាល់ដល់សន្តិសុខជាតិសៀមរយៈពេលវែងដូចជាបញ្ហាការរើសអើងក៏ដូចជាការសម្លាប់ជនជាតិអ៊ីស្លាមនៅភាគខាងត្បូងនៃប្រទេសសៀមចឹងបងប្អូនចាគឺធ្វើឲ្យសង្គ្រាមនោះនៅតែបន្តមិនទាន់អាចបញ្ចប់បានទាំងស្រុងទេគឺអាចបង្កផ្ទុះឡើងម្ដងទៀតនៅពេលណាមួយចំពោះនៃកំហឹងនៅទី5ខាតបង់ផ្នែកច្បាប់អន្តរជាតិទង្វើរបស់សៀមគឺខ្មែរយើងបានផ្សាយអំពីរូបភាពដែលមានផុសតាងច្បាស់ខ្លាំងមែនទែនហើយត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌាក៏ប្រហែលបង្កើតនៅក្នុងរូបភាពមួយជាសកលនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ UN ឬរបាយការណ៍ពិសេសអំពីសេរីភាពសាសនាឬបង្កហិង្សានៃការគោរពសាសនានិយាយបានថាអញ្ចឹងបងប្អូនគឺការប្រឆាំងនឹងសាសនាជុំវិញពិភពលោកនៅក្នុងរូបភាពកំតិចតែម្ដងបើសិនជាយើងសរុបជារួមមកប៉ះពាល់សាសនាប៉ះពាល់ចិត្តមនុស្សជាសកលហើយការបាត់បង់ចិត្តមនុស្សនេះគឺជាការបាត់បង់អំណាចទុនប៉ុន្តែរឹងមាំដែលលុយហើយនឹងអាវុធនឹងគឺមិនអាចទិញយកមកវិញបានងាយទេបងប្អូនទៅបានជាគេនិយាយថាចេះប៉ះពាល់អ្វីក៏ប៉ះពាល់ទៅអត់មានបញ្ហាទេប៉ុន្តែគឺហាមដាច់ខាតណាបងប្អូនណាគឺប៉ះពាល់សាសនានឹងតែម្ដងតប៉ះពាល់សាសនាហើយគឺមានរឿងធំហើយធ្ងន់ខ្លាំងមែនតើសុនអ៊ូគឺបានលើកឡើងថាចេះឈ្នះចិត្តមុនឈ្នះសមរភូមិពេលនេះបងប្អូនដឹងបើនិយាយកងទ័ពសៀមគឺបានធ្វើឲ្យប៉ះពាល់ដល់ចិត្តមនុស្សទូទាំងសកលលោកតែម្ដងចាទូទាំងពិភពលោកហ្នឹងមិនធម្មតាណាបងប្អូនមានន័យថាសៀមគឺចាញ់មុនសង្គ្រាមផ្ទាល់ឬបរាជ័យមុនបញ្ចប់សង្គ្រាមទៅទៀតហើយខ្មែរយើងបងប្អូនដឹងបើនិយាយគឺគោរពណាស់បងប្អូនចាមិនថាសាសនាព្រាហ្មណ៍សាសនាហិណ្ឌូឬមួយក៏សាសនាពុទ្ធអីផ្សេងមិនមែនមានន័យថាខ្មែរយើងកេងចំណេញទេណាបងប្អូនមិនមែនកេងចំណេញនៅក្នុងរូបភាពណាមួយឡើយចាហើយរាល់ទង្វើរបស់សៀមបងប្អូនដឹងបើនិយាយហាក់បង្ហាញថាខ្មែរគឺជាមនុស្សល្អដែលមានការគោរពដ៏ល្អប៉ុន្តែសៀមគឺជាមនុស្សដែលបំផ្លាញចូលចិត្តតែបំផ្លាញស្អីក៏វាបំផ្លាញដែរបងប្អូនចាហើយខ្មែរយើងគឺបានឈ្នះលើចិត្តសាស្ត្រលើមនុស្សរាប់លានអ្នកណាបងប្អូនណាដែលផ្ដល់នូវការគោរពដ៏ល្អនៃសាសនានិយាយតែម្យ៉ាងឲ្យចប់ហ្មងបងប្អូនគេថាគ្រប់គ្រងខ្មែរប៉ុន្តែស្អប់សៀមនេះគឺជាការបរាជ័យថ្នាក់យុទ្ធសាស្ត្រមិនចាំបាច់បាញ់កាភ្លើឬមួយក៏ខ្មែរមិនចាំបាច់ប្រយុទ្ធទេបងប្អូនចាប៉ុន្តែអ្នកសាសនាពិភពលោកទាំងអស់តែម្ដងគឺបានជួយដាក់សម្ពាធជំនួសទៅលើសៀមនៅក្នុងការបង្កើតសង្គ្រាមបង្កើតសត្រូវថ្មីដោយខ្លួនឯងតែម្ដងតាមរយៈសាសនាកត្តាលទ្ធផលប៉ះពាល់ដល់សាសនាបាត់បង់ចិត្តមនុស្សបាត់បង់អំណាចទុនប៉ុន្តែរឹងគឺចាញ់មកសមរភូមិបាទសម្ព័ន្ធមិត្តក៏ស្ទាក់ស្ទើរគឺមានសម្ពាធអន្តរជាតិពីព្រោះតែសត្រូវដាច់គ្មានការកាន់កំភ្លើងតែកាន់ចិត្តកើនឡើងឬនិយាយថាបរាជ័យខ្ពស់សុនអ៊ូក៏បាននិយាយថាចេះអ្នកដែលឈ្នះប៉ុតណាគឺជាអ្នកដែលធ្វើឲ្យសត្រូវនឹងគ្មានមូលហេតុក្នុងការប្រយុទ្ធតបតប៉ុន្តែសៀមគឺបានធ្វើឲ្យប៉ះពាល់ដល់សាសនាហើយខ្មែរយើងគឺអាចផ្ដល់មូលហេតុដល់ពិភពលោកទាំងមូលបានពេលនេះមិនមែនពេលលេងសើចទេខ្ញុំទៅចូលមើលនៅក្នុង comment របស់ page សារព័ត៌មានធំនៅខាងឥណ្ឌាបងប្អូនដែលគេផុសថ្កោលទោសសៀមហើយខ្ញុំឃើញសិតតែខ្មែរយើងមួយចំនួនណាខ្ញុំអត់និយាយវត្តខ្មែរទាំងអស់ទេខ្មែរយើងមួយចំនួនចូលទៅ comment នៅក្នុង page របស់គេហ្នឹងបងប្អូននឹងមិនទេដាក់ comment អីគេទិញមុងទិញនំរ៉ូទីទិញម្ហូបឥណ្ឌាទៅ comment ទៅអញ្ចឹងបែបហ្នឹងធ្វើអីណាសួរថាទៅ comment បែបហ្នឹងវាបានចំណេញស្អីឥឡូវគិតមើលខ្លួនឯងនៅក្នុងពេលនេះមិនមែនជាពេលលេងសើចបានទេណាគេផុសថ្កោលទោសសៀមយើងគួរតែចូល comment ទៅថ្កោលទោសសៀមដែរព្រោះដោយសារតែសៀមវាឈ្លានពានខ្មែរយើងណាហើយទៅចូល comment ទិញមុងទិញនំរ៉ូទីណាស៊ីនេះស៊ីនោះម្ហូបឥណ្ឌាអត់ខាតបងទេចេះមួយចុះពីរហើយសួរថាទៅ comment បែបហ្នឹងវាបានប្រយោជន៍ស្អីវាបានជួយស្អីខ្លះលេងសើចហ្នឹងវាខុសកលៈទេសៈណាវាខុសកលៈទេសៈគួរតែដឹងខ្លួនឯងអីដែលគួរលេងអីដែលមិនគួរលេងពេលណាដែលគួរលេងពេលណាដែលមិនគួរលេងហើយសម្ដីអ្វីដែលគួរនិយាយសម្ដីណាដែលមិនគួរណាព្រោះដោយសារតែមនុស្សអាចងាប់រស់ដោយសារតែពាក្យសម្ដីហ្នឹងត្រូវដឹងហើយគេជេរគេស្អប់ក៏ដោយសារតែសម្ដីហ្នឹងដែរណាអត់មានត្រូវការពេលនេះមិនមែនជាពេលទៅ comment លេងសើចបែបលក់លឿយអីដាក់គេអញ្ចឹងទេសួរថាតើ comment បែបហ្នឹងវាបានជួយស្អីខ្លះមិននាំគ្នាទៅ comment បែបថ្កោលទោសសៀមគេខំប្រឹងផុសគេខំប្រឹងចេញមកដើម្បីអានេះគេខំប្រឹងដូចជាជួយយើងអញ្ចឹងបងប្អូនគេធ្វើអញ្ចឹងដូចជាជួយយើងអញ្ចឹងបងប្អូនត្រូវគិតផងចំណុចហ្នឹងឲ្យបានមែនតើមិនមែនយើងទៅ comment ឲ្យគេអត់ដឹងទេណាគេដឹងទាំងអស់
គេមិនមែនអត់ដឹងទេរាល់តនន័យរាល់អីគឺគេដឹងទាំងអស់កុំគិតថាគេភ្លើកុំគិតថាគេមើលអសរខ្មែរអត់យល់ហើយយើងជាខ្មែរម្នាក់កំពុងតែឈឺចាប់នឹងសៀមវាឈ្លានពាននៅក្នុងទឹកដីយើងអត់ទៅខមមិនបែបកោតទោសយើងអត់ទៅខមមិនបែបបញ្ចេញអាការឈឺចាប់នឹងឲ្យគេដឹងទៅនាំគ្នាខមមិនលេងសើចបែបណាដីឆ្កុយនោះចឹងទៅណាសួរតាធ្វើអញ្ចឹងវាបានចំណេញអីវាបានប្រយោជន៍អីខ្ញុំប្រាប់ប៉ាសារព័ត៌មានធំនៅខាងឥណ្ឌាគេផុសតែប៉ុណ្្នឹងមិនមែនខាងឥណ្ឌាគេដឹងតែមួយទេណាប្រជាជនទូទាំងសកលលោកគ្រប់ជាតិសាសន៍គឺគេកំពុងតែមើលនៅក្នុងការខមមិនទាំងអស់ហ្នឹងចាគេមើលព័ត៌មានទាំងអស់ហ្នឹងណាព្រោះដោយសារតើអ្នកកាន់សាសនាហ្នឹងគឺមានច្រើនទូទាំងសកលលោកទោះបីអ្នកអត់កាន់សាសនាហ្នឹងក៏គេមើលព័ត៌មានហ្នឹងដែរអញ្ចឹងគេតែតែចូលមើលខមមិនថាខមមិនហ្នឹងវាមានអីខ្លះណាដល់ពេលលេងគេមើលខមមិនថាខ្មែរចេញមកខមមិនលេលើបែបហ្នឹងតើសួរថាគេហ្នឹងសប្បាយចិត្តគេហ្នឹងពេញចិត្តក្នុងការជួយអត់កាត់មើលឲ្យច្បាស់ឲ្យមែនតែនមុននឹងខមមិនអីមួយប្រទេសខ្លួនឯងកំពុងតែមានទុកទៅចូលខមមិនបែបលេលើទៅចេញមកទិញមុងទិញនំរ៉ូទីទិញចេះមួយចុះពីអាណាឆ្កុយចេញមកបែបលក់លុយឲ្យគេហ្មងនៅក្នុងពេលនេះហ่าអ្វីដែលយើងគួរតែខមមិនឲ្យមានប្រយោជន៍ចាស់យើងគួរតែខមមិនបញ្ចេញពីអារម្មណ៍យើងដែលយើងនេះជាប្រជាពលរដ្ឋម្នាក់ជាប្រទេសមួយដែលស្លូតត្រង់ជាប្រទេសមួយដែលតូចណាត្រូវបានរងការឈ្លានពានពីប្រទេសថៃដែលពួកវាចូលមកឈ្លានពានតម្លាក់គ្រាប់ម្ដងនោះអត់មានកាត់ត្រង់ចំណុចហ្នឹងទេណាបើសិនជាយើងទៅខមមិនបែបលក់លើទៅខមមិនបែបលេខលក់អញ្ចឹងណាសួរថាគេមានបានឃើញពីអាការដែលយើងរងទុកវេទនានឹងអត់គេអត់មានឃើញទេគេគិតថាយើងសប្បាយណាគេគិតថាយើងសប្បាយក្នុងពេលហ្នឹងមិនមែនជាពេលដែលទៅខមមិនអត់ប្រយោជន៍បែបហ្នឹងទេត្រូវតែចូលខមមិនថ្កោលទោសពួកសៀមហើយត្រូវតែខមមិននៅអ្វីដែលពួកសៀមវាឈ្លានពានមកលើយើងថតរូបថតផុសតាងដាក់ចូលទៅក្នុងហ្នឹងទាំងអស់ណាព្រោះដោយសារតែមានមនុស្សជុំវិញសកលលោកអន្តរជាតិជាច្រើនណាស់ដែលគេចូលមើលខមមិនហ្នឹងគេចង់ដឹងថាតើសុខទុក្ខរបស់ខ្មែរយើងហ្នឹងវាបែបម៉េចមិនខ្លះហើយចេះមួយចេះពីរហើយបើសិនជាចូលទៅដល់គេឃើញខមមិនបែបលេងសើចបែបហ្នឹងតើសួរថាគេមានចិត្តអាណិតយើងគេមានចិត្តចង់ជួយយើងអត់ក្រែងចង់បានសន្តិភាពអីក្រែងចង់ឲ្យសង្គ្រាមនឹងវាឆាប់ចប់អីហើយក្រែងចង់ឲ្យសៀមនឹងវាចាញ់អីខ្ញុំធ្លាប់និយាយថាអញ្ចេះប្រជាជនត្រូវតែរួមគ្នាជាធ្លុងមួយដើម្បីជាតិយើងឲ្យរួមគ្នាប៉ុន្តែមិនមែនឲ្យទៅរួមគ្នាចូលទៅខមមិនបែបអញ្ចឹងទៅក្នុងเพจសារព័ត៌មានរបស់គេទេណាហើយមិនបានតែចាញ់មកចរិតបែបហ្នឹងចង់បានសន្តិភាពហ្នឹងឯងខំប្រឹងធ្វើអញ្ចឹងទៅសន្តិភាពហត់មកឯតា